ក្នុងវិស័យអចលនទ្រព្យយើងឃើញថានៅស្រុកខ្មែរយើងមាន3ប្រភេទប្រភេទទី1គេហៅថាក្រុមហ៊ុន agency បាទប្រភេទទី1ហ្នឹងគឺមានការជួយលក់អចលនទ្រព្យទៅឲ្យអតិថិជនបាទជួយទិញជួយលក់ជួយជួលហ្នឹងយើងហៅថា agency ហើយប្រភេទទី2គេហៅថា property management គឺការគ្រប់គ្រងអចលនទ្រព្យដូចជាឧទាហរណ៍ទៅលើក្រុមហ៊ុន developer condominium មួយឬក៏ apartment គាត់តែងតែត្រូវការមាន property management service ដែលអ្នកដែលជំនាញក្នុងការគ្រប់គ្រងនឹងដូចជាទឹកភ្លើងឬក៏សម្ភារៈអីដែលត្រូវធ្វើការជួសជុលផ្លាស់ប្ដូរអីហ្នឹងគឺយើងត្រូវមានប្រព័ន្ធមួយរំលឹកទៅគាត់អាហ្នឹងគេហៅថា property management អញ្ចឹង developer ទាំងអស់ហ្នឹងគឺគាត់ត្រូវការអ្នកសេវាកម្មបែបហ្នឹងបាទអញ្ចឹងអ្នកដែលផ្ដល់សេវាកម្ម property management ហ្នឹងគឺគាត់ត្រូវការមានប្រព័ន្ធគ្រប់គ្រងមួយដែលឆ្លាតវៃបាទដែលអាចជួយរំលឹកទៅគាត់ដែលអាចជួយទៅអតិថិជនរបស់គាត់ហើយមួយប្រភេទទៀតនោះគឺអ្នកវិតម្លៃបាទគឺក្រុមហ៊ុនវិតម្លៃអចលនទ្រព្យក្រុមហ៊ុនវិតម្លៃអចលនទ្រព្យហ្នឹងប្រទេសយើងភាគច្រើនយើងនៅប្រើលក្ខណៈមធ្យោបាយហៅថា traditional បាទទំនៀមទម្លាប់ចាស់ដោយយើងប្រើពេលវេលាច្រើនក្នុងការចុះវិតម្លៃសិក្សាទៅលើដីធ្លីឬក៏អគារផ្សេងបាទអញ្ចឹងអ្នកវិតម្លៃហ្នឹងក៏ត្រូវការមានប្រព័ន្ធមួយដែរបាទត្រូវការមានប្រព័ន្ធ digital ឬក៏ប្រព័ន្ធ internal គាត់មួយដើម្បីរាល់ប្រភេទអចលនទ្រព្យដែលដដែលយើងអត់ចាំបាច់ទៅវិតម្លៃអីច្រើនដងចុះច្រើនដងទេបាទឧទាហរណ៍ថាបរិយមួយចុះយើងធ្លាប់ទៅវិតម្លៃម្ដងពីរដងហើយអញ្ចឹងបើសិនអតិថិជនដដែលហ្នឹងគាត់នៅក្នុងបរិយហ្នឹងដដែលនៅក្នុងតំបន់ហ្នឹងដដែលយើងគួរតែកាត់បន្ថយយើងដល់ប្រើបច្ចេកវិទ្យាមកជំនួសវិញបាទដូច្នេះទៅគឺជារឿងមួយដែលសំខាន់ដែលក្រុមហ៊ុនទាំងអស់គាត់គួរតែមានបច្ចេកវិទ្យាដើម្បីជួយនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់គាត់ចា៎